ការខ្ញុំមកពីគ្រីរំខ្ញុំជិះរៀងកលេចមកឆ្វាយទៅភ្លេចមើលក្លុបធ្លាក់ក្លុបប៉ុន្តែដោយសារតែវាអត់មានបញ្ហាទេហើយអីក៏ល្អដែរបងព្រោះពេលច្រើនខ្ញុំចាប់ស្មើគ្នាហ្មងជន់ក្រោមហើយចាប់លើទៅបន្តិចមកជាប់ហ្មងពេលច្រើនខ្ញុំចុះខែអញ្ចឹងមិត្តភក្តិខ្ញុំគាត់មានម៉ូតូធំមួយទៅខ្ញុំចង់ចុះដែរប៉ុន្តែពេលខ្លះម៉ូតូវាតូចចុះទៅវាពិបាកអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាគួរតែមានម៉ូតូធំមួយទៅដើម្បីចុះស្រួលខុនសូសៀងរាល់ថ្ងៃខ្ញុំជាវិស្វករធ្វើនៅក្រុមហ៊ុនឯកជនមកកន្លែងដូចឋានបច្ចុប្បន្នខ្ញុំនៅជួយចង្វាក់ដំបូងខ្ញុំឆ្លៃនៅរៀងបន្ទាប់មកដោយសារតែជំនាន់ក្រោយហ្នឹងខ្ញុំឃើញវាពណ៌ Tokyo Black វាទាក់ទាញហ្មងហើយជាពិសេសនៅអក្សរជប៉ុននៅធុងសាំងហ្នឹងខ្ញុំឆ្លាញ់អាហ្នឹងជាងគេអ្នកដែលសួរនាំមានបងមានច្រើនមានជួនទៅ shop stop ឬក៏អីទៅគាត់សួរហើយកន្លែងកັບសបត់អីចឹងក៏គាត់សួរដែរថាគាត់សរសើរថាម៉ូតូស្អាតគាត់សួរថាតម្លៃប៉ុន្មានអីចឹងហ៎បងបើខ្ញុំឆ្លើយថាគេមើលមកខ្ញុំច្រើនជាងឬក៏មើលមកម៉ូតូច្រើនជាងខ្ញុំគិតថាម៉ូតូ70មើលមកខ្ញុំទៅ30ទៅខ្ញុំគិតថាអាហ្នឹងវា combine វាត្រូវ combine គ្នាបើមិនតែអ្នកជិះទៅវាសមគ្នាវា combine ទៅ 100% ហ្មងដំបូងរៀងប្លែកបងដោយសារតែខ្ញុំជិះម៉ូតូតូចវារៀងស្រាលហើយជិះវាដំបូងវារៀងធ្ងន់ទៅវារៀងថ្មីយើងរៀងបត់បែនបន្តិចប៉ុន្តែដល់ពេលជិះរៀងយូរទៅម៉ូតូឥឡូវវាស្មហើយសម្រាប់ខ្ញុំដំបូងខ្ញុំឃើញមិត្តភក្តិខ្ញុំគាត់ដោយសារខ្ញុំស្រឡាញ់ផងហើយវាច្រើនខ្ញុំចុះខែអញ្ចឹងមិត្តភក្តិខ្ញុំគាត់មានម៉ូតូធំមួយទៅខ្ញុំចង់ចុះដែរប៉ុន្តែពេលខ្លះម៉ូតូវាតូចចុះទៅវាពិបាកអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាគួរតែមានម៉ូតូធំមួយទៅដើម្បីចុះស្រួលបើសិនជាខ្ញុំចុះខែវិញខ្ញុំដោយសារតែទូរស័ព្ទខ្ញុំវាច្រើនខ្ញុំអត់សូវបានសាកទេខ្ញុំឆ្លាញ់តែកន្លែងខ្សែ Type C វាហ្នឹងវាសាក់បានខ្ញុំជិះខ្ទង់1ម៉ោងអីហ្នឹងពេញហើយខ្ញុំឆ្លាញ់ត្រង់វាពេលយើងអង្គុយទៅវាអត់សូវអោនទៅមុខហើយជាពិសេសខ្ញុំឆ្លាញ់អារៀងធុងសាំងវាហ្នឹងពេលខ្ញុំអង្គុយទៅវាគៀបជាមួយនឹងផ្លូវខ្ញុំបានល្អវាមានអារម្មណ៍ថាវាជិះទៅវាសមមួយរូបរាងចំពោះប៊ូមខ្ញុំឧទាហរណ៍ជាក់ស្ដែងកាលខ្ញុំមកពីគ្រីរំវាយប់ហើយខ្ញុំជិះរៀងកលេចមកឆ្វាយទៅភ្លេចមើលក្លុបធ្លាក់ក្លុបប៉ុន្តែដោយសារតែអាចនឹងមកពីប៊ូមវាដែរវាអត់មានបញ្ហាទេវាអូខេអីក៏ល្អដែរបងព្រោះពេលច្រើនខ្ញុំចាប់ស្មើគ្នាហ្មងជន់ក្រោមហើយចាប់លើទៅបន្តិចមកជាប់ហ្មងចំពោះ LED ខ្ញុំគិតថាវាល្អដោយសារតែពណ៌សវាច្បាស់បើសិនជាយើងគិតថាចាំងគេដូចជាអត់ទេព្រោះពេលច្រើនខ្ញុំប្រើតែ low beam ឯងបើសិនជា high beam យើងប្រើស្ងាត់វាងើបចឹងទៅប៉ុន្តែវានៅតែច្បាស់ដូចគ្នាបងសម្រាប់ខ្ញុំ maintenance tip ខ្ញុំអាសាមើលចង្វាក់ដល់ពេលខ្ញុំត្រូវជិះឆ្ងាយអញ្ចឹងខ្ញុំមើលចង្វាក់ហើយពេញម៉ាស៊ីននៅលើ LED ហ្នឹងវាមានសញ្ញាដែលវា load អញ្ចឹងអាហ្នឹងខ្ញុំក៏ check ដែរហើយចូលមើលតាមការណែនាំរបស់បងដែលគាត់លំមានបទពិសោធន៍គាត់ចែកម្លែកអញ្ចឹងជាចុងក្រោយសម្រាប់ខ្ញុំយោបល់ផ្ទាល់ហ្មងសម្រាប់បងណាដែលគាត់រម៉ូតូដែលអាចចុះខេត្តបានឆ្ងាយហើយជិះបត់បែនក្នុងក្រុងវាអត់ធំពេកអាចជិះផ្លូវចង្អៀតបានខ្ញុំគិតថាគាត់អាចនឹងពិចារណាមើល Hunter 350នេះបានឬក៏គាត់អាចទៅ test drive នៅក្រុមហ៊ុនក៏បានអរគុណច្រើន